លោកស្រីអ្នកនាងកញ្ញាយើងកំពុងចូលដល់ឆ្នាំ2026ជាឆ្នាំដែលដំណើរការលឿនខ្លាំងណាស់រហូតដល់មិនអាចឈប់ដកដង្ហើមបានបច្ចេកវិទ្យាកំពុងរីកចម្រើនបញ្ញាសិប្បនិម្មិត AI កំពុងដំណើរការលឿនម៉ោងទូត្រកករបស់អ្នកដឹងច្រើនអំពីទម្លាប់នៃការញ៉ាំរបស់អ្នកជាងវេជ្ជបណ្ឌិតរបស់អ្នកហើយទូរស័ព្ទរបស់អ្នកឆ្លាតជាងពាក្យកណ្ដាលនៃសាច់ញាតិរបស់អ្នកពិភពលោកកំពុងផ្លាស់ប្ដូរយ៉ាងខ្លាំងហើយប្រសិនបើអ្នកចង់ឈ្នះក្នុងរឿងនេះអ្នកមិនអាចពឹងផ្អែកលើផ្នត់គំនិតជាមូលដ្ឋាននៃការធ្វើការយ៉ាងលំបាកនោះទេការខិតខំធ្វើការធ្លាប់ជាគន្លឹះប៉ុន្តែសប្តាហ៍ថ្ងៃសូម្បីតែសត្វល្អិតក៏ធ្វើការយ៉ាងលំបាកដែរស្រមោចនៅក្នុងផ្ទះបាយរបស់អ្នកមានវិន័យច្រើនជាងមនុស្សភាគច្រើនដែលខ្ញុំស្គាល់ដូច្នេះតើអ្វីនឹងធ្វើឲ្យអ្នកខ្លាយជាអ្នកមានមិនមែនសាច់ដុំមិនមែនសញ្ញាបត្រមិនមែនទិន្នន័យប៉ុន្មានដែលទូរស័ព្ទរបស់អ្នកមាននោះទេវាគឺជាជំនាញមនុស្ស5យ៉ាងដែលអាចរស់រានមានជីវិតសូម្បីតែនៅក្នុងពិភពលោកដែលមនុស្សយន្តធ្វើអ្វីៗគ្រប់យ៉ាង 90% ការកត់សម្គាល់អ្វីដែលអ្នកដទៃមិនអើពើថ្ងៃនេះយើងចាប់ដើមជាមួយជំនាញទី1ហើយជឿខ្ញុំចោះវាមិនមែនជាអ្វីដែលអ្នករំពឹងទុកនោះទេជំនាញទី1គឺជាទេពកោសល្យដែលត្រូវបានគេមើលស្រាលបំផុតសមត្ថភាពគ្រឿងការកត់សម្គាល់អ្វីដែលអ្នកដទៃមិនអើពើខ្ញុំហៅវាថាជំនាញនៃការមើលឃើញអ្វីដែលគ្មានប្រយោជន៍ពីព្រោះការពិតគឺថាអ្នកមានបំផុតនៅលើពិភពលោកមិនបានរកឃើញពេជ្រនោះទេពួកគេបានរកឃើញបញ្ហាតូចតាចរំខានដែលអ្នកដទៃដើរឆ្លងកាត់សូមគិតអំពីគំនិតជោគជ័យបំផុតមួយចំនួននៅក្នុងពិភពលោកពួកគេមិនបានមកពីគ្រាដ៏ប៉ិនប្រសើរដ៏ធំនោះទេពួកគេមកពីមនុស្សដែលយកចិត្តទុកដាក់ឧទាហរណ៍មួយរឿងរ៉ាវរបស់ Airbnb បុរសពីរនាក់បានកត់សម្គាល់ឃើញអ្វីមួយគួរឲ្យធន់មិនគួរឲ្យជឿសន្តាគារមានតម្លៃថ្លៃក្នុងអំឡុងពេលព្រឹត្តិការណ៍ធំហើយមនុស្សមានបន្ទប់ទំនេរប៉ុណ្្នឹងហើយគ្មានអ្វីវែកមកទន់ធីពួកគេបានសង្កេតឃើញអ្វីដែលអ្នកដទៃមិនអើពើសប្តាហ៍ថ្ងៃនេះក្រុមហ៊ុនដែលមានតម្លៃរាប់ពាន់លានដុល្លារមួយបានបង្កើតឡើងដោយផ្អែកលើគំនិតសាមញ្ញថាមនុស្សមានកន្លែងទំនេរអ្នកដទៃត្រូវការកន្លែងទំនេរនេះជាមួយទៀត Crocs ស្បែកជើងអាក្រក់មែនទេយ៉ាងហោចណាស់នោះជាអ្វីដែលពិភពលោកបាននិយាយប៉ុន្តែមាននរណាម្នាក់បានកត់សម្គាល់ឃើញអ្វីមួយដែលពិភពលោកផ្សេងមិនអើពើពួកគេមានផាសុកភាពពេកផាសុកភាពគ្រប់គ្រាន់ដែលមនុស្សនឹងលួចស្រឡាញ់ពួកគេទោះបីជាពួកគេធ្វើពុតជាមិនស្រឡាញ់ក៏ដោយការសង្កេតតូចមួយនោះបានប្រែទៅជាម៉ាកយីហោសកលដែលមានតម្លៃរាប់ពាន់លានដុល្លារនោះគឺជាអំណាចនៃការកត់សម្គាល់រឿងប្រចាំថ្ងៃដ៏គួរឲ្យធុញទ្រាន់នៅឆ្នាំ2026ជំនាញនេះកាន់តែមានឥទ្ធិពលហេតុអ្វីពីព្រោះមនុស្សគ្រប់គ្នាកំពុងព្យាយាមបង្កើតរបបធំនិងស្មុគស្មាញមនុស្សគ្រប់គ្នាចង់បង្កើតកម្មវិធីយៈបន្ទាប់បច្ចេកវិទ្យាជោគជ័យបន្ទាប់ប៉ុន្តែមាសពិតប្រាកដតែងតែស្ថិតនៅលើដីបញ្ហាតូចតាចដំណោះស្រាយសាមញ្ញតម្រូវការជាប់ឡើង AI អាចគណនារៀបចំវិភាគប៉ុន្តែវានៅតែមិនអាចមានអារម្មណ៍ពីការរំខានដែលមនុស្សមានអារម្មណ៍ពេលដែលកូនមាន់ធ្លាក់ចន្លោះកៅអីរថយន្តបាននិយាយអំពីរឿងនោះផលិតផលមួយដែលគួរឲ្យអស់សំណត់បំផុតរកបានលានដុល្លារបុរសម្នាក់បានកត់សម្គាល់ឃើញមនុស្សធ្លាក់ដំឡូងទៀននិងលុយកាក់ជាបន្តបន្ទាប់ទៅក្នុងចន្លោះតូចមួយរវាងកៅអីរថយន្តនិងហ្វ្រាំងដៃដូច្នេះគាត់បានបង្កើតផ្លាស្ទិកថោកមួយដើម្បីបិទចន្លោះវាស្គាល់តែមិនមានការចំណាយអ្វីទាំងអស់ក្នុងការផលិតលក់ដូចជាវាជារបស់ប្រណាញ់ពីព្រោះមនុស្សព្រាមគ្នាប្រឆាំងជាមួយរដ្ឋាភិបាលប៉ុន្តែពួកគេបដិសេធមិនព្រមបាត់បង់ដំឡូងទៀនបារាំងនេះគឺជាអ្វីដែលខ្ញុំចង់ឲ្យអ្នកយល់គំនិតមិនមែនមកពីទេពកោសល្យទេគំនិតមកពីការយកចិត្តទុកដាក់ដូច្នេះនេះជាលំហាត់តូចមួយសម្រាប់អ្នកបន្ថយល្បឿនសង្កេតមើលមនុស្សមើលកម្លៃដែលពួកគេតស៊ូស្ដាប់អ្វីដែលធ្វើឲ្យពួកគេរំខានកត់សម្គាល់អ្វីដែលពួកគេនិយាយឡើងវិញរៀងរាល់ថ្ងៃដោយគ្មានគិតគូរគ្រាតូចនេះគឺជាឱកាសដែលស្លៀកសម្លៀកបំពាក់គួរឲ្យធន់ទ្រាន់ទ្រព្យសម្បត្តិមិនមែនមកពីវិញ្ញាសម្បតាទេវាមកពីការយល់ដឹងអ្នកមិនចាំបាច់ត្រូវជាមនុស្សឆ្លាតជាងគេក្នុងបន្ទប់នោះទេគ្រាន់តែជាអ្នកដែលកំពុងសម្លឹងមើល
ឆ្នាំ2026នឹងឲ្យរង្វាន់មនុស្សដែលយកចិត្តទុកដាក់និងទាន់កាន់មនុស្សដែលប្រញាប់ប្រញាល់ដោយងងឹតងល់ដូច្នេះឈប់និយាយថាគ្មានឱកាសមានគ្រប់ទីកន្លែងពួកវាដើរកាត់អ្នករៀងរាល់ថ្ងៃអ្នកគ្រាន់តែមិនមើលវាទេពីព្រោះភ្នែករបស់អ្នករវល់រមាំងទូរស័ព្ទហើយនេះគឺជាជំនាញទី1សង្កេតអ្វីដែលអ្នកដទៃមិនអើពើពិភពលោកពោពេញទៅដោយមាសប៉ុន្តែមនុស្សភាគច្រើនកំពុងសម្លឹងមើលទូរស័ព្ទរបស់ពួកគេក្នុងពេលដែលឈ្នះច្រន់វាការទំនាក់ទំនងរបស់មនុស្សមុនពេលយន្តចូលទៅក្នុងជំនាញទី2ខ្ញុំសូមរំលឹកអ្នកអំពីអ្វីមួយនៅឆ្នាំ2026ម៉ាស៊ីននឹងមានគ្រប់ទីកន្លែងពួកវានឹងសរសេរអ៊ីមែលឆ្លើយការហៅទូរស័ព្ទរចនា logo ធ្វើរោគវិនិច្ឆ័យបញ្ហានិងប្រហែលជាវិនិច្ឆ័យជម្រើសម៉ូដរបស់អ្នកប៉ុន្តែមានរឿងមួយដែលម៉ាស៊ីននៅតែមិនអាចជំនួសបានស្មារតីរបស់មនុស្សសមត្ថភាពរបស់មនុស្សក្នុងការតបស្របចេះអតិពលនិងជំរុញទឹកចិត្តជំនាញទី2ដែលនឹងធ្វើឲ្យអ្នកមាននៅឆ្នាំ2026គឺជាអ្វីមួយដែលមនុស្សជោគជ័យគ្រប់រូបពឹងផ្អែកដោយសម្ងាត់ប៉ុន្តែគ្មាននរណាម្នាក់បង្រៀនវាឲ្យបានត្រឹមត្រូវទេជំនាញនៃការទំនាក់ទំនងរបស់មនុស្សមិនមែនជាភាសាអង់គ្លេសដ៏ប្រណិតមិនមែនជាវគ្គស័ព្ទជ្រៅជ្រះមិនមែនព្យាយាមស្ដាប់ទៅឆ្លាតវៃនោះទេខ្ញុំកំពុងនិយាយអំពីសមត្ថភាពដ៏មានឥទ្ធិពលនិងកម្រក្នុងការនិយាយតាមរបៀបដែលមនុស្សពិតជាចង់ស្ដាប់ការទំនាក់ទំនងមិនមែនជាការនិយាយទេមនុស្សគ្រប់គ្នានិយាយមនុស្សមួយចំនួននិយាយច្រើនពេកការទំនាក់ទំនងគឺជាពេលដែលពាក្យសម្ដីរបស់អ្នកបង្កើតចលនានៅពេលដែលគំនិតរបស់អ្នកធ្វើឲ្យនរណាម្នាក់មានអារម្មណ៍អ្វីមួយនៅពេលដែលសាររបស់អ្នកចូលទៅក្នុងចិត្តរបស់មនុស្សហើយនៅទីនោះយូរជាងការបដិញ្ញាឆ្នាំថ្មីរបស់អ្នកសូមឲ្យខ្ញុំផ្ដល់ឧទាហរណ៍មួយដល់អ្នកមានហេតុផលដែលមនុស្សមួយចំនួនអាចរៃអង្គាសប្រាក់បានរាប់លានដែលគ្រាន់តែបង្ហាញប៉ុណ្ណោះខណៈពេលដែលអ្នកផ្សេងទៀតមិនអាចបញ្ចូលក្រុមគ្រួសាររបស់ពួកគេឲ្យសាកល្បងភោជនីយដ្ឋានថ្មីបានទេវាមិនមែនដោយសារតែគំនិតល្អជាងនោះទេវាគឺដោយសារតែការទំនាក់ទំនងល្អជាងមនុស្សមិនធ្វើតាមគំនិតទេពួកគេធ្វើតាមអារម្មណ៍ដែលភ្ជាប់ជាមួយគំនិតសូមគិតអំពី Steve Jobs ផ្លេចផលិតផលមួយផ្លែតអ្វីដែលធ្វើឲ្យគាត់ក្លាយជាមនុស្សល្បីល្បាញគឺវិធីដែលគាត់ទំនាក់ទំនងគាត់អាចគ្រប់គ្រងបន្ទប់បានដោយគ្រាន់តែប្រយោគតែមួយគាត់មិនបានលក់ឧបករណ៍អេឡិចត្រូនិកទេគាត់បានលក់អារម្មណ៍នៃការក្លាយជាផ្នែកមួយនៃអ្វីដែលពិសេសជំនាញនោះបានរកប្រាក់លានឧទាហរណ៍មួយទៀត Oprah មនុស្សរាប់លានអ្នកបានស្ដាប់នាងអស់រយៈពេលជាច្រើនទសវត្សរ៍មិនមែនដោយសារតែនាងជាមនុស្សឆ្លាតបំផុតនៅក្នុងបន្ទប់នោះទេប៉ុន្តែដោយសារតែនាងធ្វើឲ្យមនុស្សមានអារម្មណ៍ថាយល់ចិត្តនៅពេលដែលនាងនិយាយមនុស្សមានអារម្មណ៍ថាត្រូវបានគេមើលឃើញនោះគឺជាការទំនាក់ទំនងហើយនោះគឺជាលុយចូលធ្វើឲ្យវាកាន់តែសាមញ្ញស្រមៃមើលអ្នកលក់ពីរនាក់អ្នកលក់ A និយាយថាដបទឹកនេះល្អសម្រាប់អ្នកទិញវាទៅអ្នកលក់ B និយាយថាដបទឹកនេះនឹងធ្វើឲ្យអ្នកមានសំណើមស្រស់ថ្លាមានថាមពលនិងត្រៀមខ្លួនសម្រាប់ថ្ងៃនោះទាយមើលថាអ្នកណាបានទទួលការលក់ការទំនាក់ទំនងមិនមែននិយាយអំពីព័ត៌មានទេវានិយាយអំពីការបកប្រែអ្នកបកប្រែគំនិតរបស់អ្នកទៅជាបំណងប្រាថ្នារបស់អ្នកដទៃសិស្សម្នាក់របស់ខ្ញុំធ្លាប់និយាយថាលោកគ្រូខ្ញុំដឹងអ្វីគ្រប់គ្រាប៉ុន្តែគ្មាននរណាម្នាក់ស្ដាប់ខ្ញុំទេខ្ញុំបាននិយាយថាបើដូច្នោះអ្នកមិនដឹងអ្វីទាំងអស់ប្រសិនបើមនុស្សមិនយល់ពីអ្នកចំណេះដឹងរបស់អ្នកគឺគ្មានប្រយោជន៍នោះគឺជាការពិតដែលយើងជៀសវាងការទំនាក់ទំនងគឺជាស្ពានរវាងខួរក្បាលរបស់អ្នកនិងពិភពលោកប្រសិនបើអ្នកមិនអាចឆ្លងកាត់ស្ពាននោះបានទេគំនិតរបស់អ្នកនឹងស្លាប់នៅក្នុងខ្លួនអ្នកផ្នែកល្អបំផុតនេះគឺជាជំនាញដ៏សម្បូរបែបបំផុតនៅក្នុងពិភពលោកអាជីវកម្មត្រូវការអ្នកទំនាក់ទំនងអតិថិជនទុកចិត្តអ្នកទំនាក់ទំនងក្រុមដើរតាមអ្នកទំនាក់ទំនងអ្នកវិនិយោគជឿអ្នកទំនាក់ទំនងនៅឆ្នាំ2026នៅពេលដែលមនុស្សគ្រប់គ្នាពួនលីកនៅពីក្រោយអេក្រង់អ្នកដែលអាចនិយាយបានយ៉ាងច្បាស់លាស់នឹងតែងតែលេចធ្លោឥឡូវសូមឲ្យខ្ញុំប្រាប់អ្នកអំពីរបៀបកែលម្អជំនាញនេះមិនមែនរបៀបគួរឲ្យធឿនទ្រាន់ទេរបៀបពិតប្រាកដទី1ឈប់ព្យាយាមធ្វើឲ្យអ្នកចាប់អារម្មណ៍ការធ្វើឲ្យអ្នកចាប់អារម្មណ៍គឺជាវិធីលឿនបំផុតដើម្បីស្ដាប់ទៅខ្លីៗនិយាយដោយសាមញ្ញមេដឹកនាំដ៏សំខាន់បំផុតមួយចំនួនប្រើពាក្យសាមញ្ញអ្នកមិនចាំបាច់និយាយដូចវចនានុក្រមទេអ្នកត្រូវស្ដាប់ទៅដូចជាមនុស្សទី2ស្ដាប់បន្ថែមទៀតអ្នកមិនអាចទំនាក់ទំនងល្អបានទេប្រសិនបើអ្នកមិនយល់ពីមនុស្សដែលនៅមុខអ្នក
មនុស្សគ្រប់គ្នាស្ដាប់ដើម្បីឆ្លើយអ្នកទំនាក់ទំនងល្អស្ដាប់ដើម្បីយល់ទី3បន្ថែមរឿងរ៉ាវមនុស្សញញនឹងរឿងរ៉ាវអ្នកប្រហែលជាភ្លេចការពិតមួយប៉ុន្តែអ្នកមិននឹងភ្លេចរឿងរ៉ាវដែលប៉ះពាល់ដល់អ្នកទេទី4គ្រប់គ្រងសម្លេងរបស់អ្នកសារដែលនិយាយមានទំនុកចិត្តប៉ះពាល់អារម្មណ៍មិនសុខគ្នាសារដែលនិយាយនឹងការភ័យខ្លាចធ្វើឲ្យមនុស្សគ្រប់គ្នាភ័យខ្លាចថាមពលស្ងប់ស្ងាត់បង្កើតទំនុកចិត្តនិងចុងក្រោយត្រូវតែស្មោះត្រង់នៅក្នុងពិភពលោកពេញទៅដោយ filter Photoshop របៀបរស់នៅคล้ายៗនិងរថយន្តជួលដែលប្រើប្រាស់ជាវីដេអូជោគជ័យការស្មោះត្រង់គឺជាជំនាញដ៏តាក់ទាញបំផុតដែលនៅសល់មនុស្សដើរតាមអ្នកដែលនិយាយការពិតដោយសេចក្តីសប្បុរសនិងការក្លាហាននេះគឺជាធម៌ពលនៃការទំនាក់ទំនងវាប្រែពីមានរធម្មតាទៅជារបស់មានតម្លៃវាប្រែគំនិតទៅជាចលនាវាប្រែមនុស្សជាប់មុខទៅជាអតិថិជននិងវាប្រែសារសាមញ្ញទៅជាលុយម៉ាស៊ីនអាចកណនាលឿនជាងយើងសរសេរលឿនជាងយើងរៀបចំល្អជាងយើងប៉ុន្តែម៉ាស៊ីនមិនអាចប៉ះពាល់បេះដូងមនុស្សបានសមត្ថភាពសម្របខ្លួននិងការរៀនសូត្របានលឿនឥឡូវនេះយើងបន្តទៅជំនាញទី3ហើយជំនាញនេះគឺជាហេតុផលនៃមនុស្សមួយចំនួនរីកចម្រើនលឿនជាងមុនក្នុងជីវិតខណៈពេលដែលអ្នកផ្សេងទៀតនៅតែជាប់គាំងទោះបីជាពួកគេខិតខំធ្វើការទ្វេដងក៏ដោយជំនាញទី3គឺសមត្ថភាពក្នុងការរៀនលឿននិងសម្របខ្លួនបានលឿនជាងមុនមិនមែនការរៀនសៀវភៅទេមិនមែនការទន្ទិញចាំនិយមន័យទេមិនមែនការប្រមូលវិញ្ញាណបត្រទេខ្ញុំចង់មានន័យថាសមត្ថភាពក្នុងការសម្របខ្លួនបានលឿននៅពេលដែលជីវិតផ្លាស់ប្ដូរអារម្មណ៍របស់វាភ្លាមៗដែលវាកើតឡើងរៀងរាល់2-3ខែម្ដងនៅឆ្នាំ2026ពិភពលោកនឹងផ្លាស់ប្ដូរយ៉ាងលឿនដែលប្រសិនបើអ្នករងចាំយូរពេកឱកាសនឹងវិតខ្ចប់កាបោករបស់វាហើយចាក់ចេញអ្នកដែលសម្របខ្លួនបានលឿននឹងរីកចម្រើនហើយអ្នកដែលរងចាំពេលវេលាដ៏ល្អឥតខ្ចោះនឹងនៅដដែលសូមគិតអំពី Netflix ចំណុចខ្លាំងបំផុតរបស់ពួកគេមិនមែនជាភាពយន្តទេវាគឺជាសមត្ថភាពសម្របខ្លួននៅពេលដែល DVD ចាស់ពួកគេបានផ្លាស់ប្ដូរទៅការផ្សាយតាមអ៊ីនធឺណិតនៅពេលដែលការផ្សាយតាមអ៊ីនធឺណិតមានមនុស្សច្រើនពួកគេបានផ្លាស់ប្ដូរទៅបង្កើតកម្មវិធីដើមរាល់ពេលដែលពិភពលោកផ្លាស់ប្ដូរពួកគេបានផ្លាស់ប្ដូរលឿនជាងមុននោះហើយជាមូលហេតុដែលពួកគេនៅតែនៅទីនេះឬមើល YouTuber វីដេអូរយៈពេល1ឆ្នាំរីកចម្រើនឆ្នាំក្រោយវីដេអូខ្លីផ្ទុះឡើងខែក្រោយគ្មាននរណាម្នាក់ដឹងថាមានអ្វីកើតឡើងទេអ្នកបង្កើតដែលសម្របខ្លួននៅរស់រានមានជីវិតអ្នកបង្កើតដែលត្អូញត្អែបាត់ខ្លួនការសម្របខ្លួនមិនមែននិយាយអំពីការផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងនោះទេវានិយាយអំពីការរក្សាភាពបត់បែនដោយជារបៀបដែល Wi-Fi របស់អ្នកជួនកាលឈប់ដំណើរការរហូតដល់អ្នកបិទវាហើយបើកវាម្ដងទៀតមនុស្សក៏ត្រូវការកំណត់ឡើងវិញនោះដែរសិស្សម្នាក់របស់ខ្ញុំធ្លាប់ប្រាប់ខ្ញុំថាលោកខ្ញុំមិនចង់ចាប់ផ្ដើមអ្វីថ្មីទេរហូតដល់ខ្ញុំរួចរាល់ហើយខ្ញុំបាននិយាយថាប្រសិនបើអ្នករងចាំត្រៀមខ្លួនអ្នកនឹងរងចាំពេញជីវិតរបស់អ្នកមនុស្សដែលឈ្នះមិនដែលត្រៀមខ្លួនពេញលេញទេពួកគេលោតចូលពួកគេរៀនពេលកំពុងធ្វើពួកគេសម្របខ្លួនពេលពួកគេបន្តទៅមុខការសម្របខ្លួនក៏និយាយអំពីការលុបបំបាត់អត្តាផងដែរមនុស្សមួយចំនួនបរាជ័យដោយសារតែពួកគេបដិសេធមិនធ្វើបច្ចុប្បន្នភាពខ្លួនឯងពួកគេគិតថាការរៀនអ្វីថ្មីធ្វើឲ្យពួកគេមើលទៅទន់ខ្សោយប៉ុន្តែការពិតគឺគ្មានអ្វីដែលមានឥទ្ធិពលជាងអ្នកដែលអាចបង្កើតខ្លួនឯងឡើងវិញនៅពេលណាដែលត្រូវការនោះទេសូមឲ្យខ្ញុំផ្ដល់ឧទាហរណ៍ពិតប្រាកដមួយមានម្ចាស់ភោជនីយដ្ឋានតូចមួយក្នុងអំឡុងពេលមានជំងឺរាតត្បាតដែលហៀបមិននឹងបាត់បង់អ្វីៗគ្រប់យ៉ាងអតិថិជនបាត់បង់វិក័យប័ត្រកើនឡើងជំនួសឲ្យការភ័យស្លន់ស្លោគាត់បានប្រែផ្ទះរបស់គាត់ទៅជាអាជីវកម្មរៀបចំអាហារសម្រាប់សមាជិកក្លឹបហាត់ប្រាណបន្ទាប់មកបានប្រែអាហារទាំងនោះទៅជាកញ្ចប់ដឹកជញ្ជូនបន្ទាប់មកបានចាប់ផ្ដើមលក់ទឹកជក់តាមអ៊ីនធឺណិតសប្តាហ៍ថ្ងៃនេះគាត់រកបានច្រើនជាងអ្វីដែលគាត់ធ្លាប់ធ្វើជាមួយភោជនីយដ្ឋានរបស់គាត់មិនមែនដោយសារតែគាត់មានផែនការធំទេប៉ុន្តែដោយសារតែគាត់បានសម្របខ្លួនមុនពេលដែលវាយឺតពេកការសម្របខ្លួនមិនមែនមានន័យថាអ្នកផ្លាស់ប្ដូរគោលដៅរបស់អ្នកទេវាមានន័យថាអ្នកផ្លាស់ប្ដូរវិធីសាស្ត្ររបស់អ្នករហូតដល់គោលដៅរបស់អ្នកคล้ายទៅជាការពិតហើយនេះជាអត្ថាកំបាំងរួយអ្នករៀនលឿនមិនមែនកើតមកទេពួកគេត្រូវបានបង្កើតឡើងពួកគេមិនខ្ជះខ្ជាយពេលវេលាដើម្បីបញ្ជាក់ថាពួកគេត្រឹមត្រូវទេពួកគេផ្ដោតទៅលើការកែលម្អពួកគេមិនកកតើកនៅពេលដែលមានរឿងខុសឆ្គងទេពួកគេសួរថាអូខេឥឡូវយ៉ាងម៉េចពិភពលោកនៅឆ្នាំ2026នឹងកំណត់ដោយអ្នកដែលអាចផ្លាស់ប្ដូរបានលឿនរៀនបានលឿននិងអោបឡើងវិញបានលឿនប្រសិនបើអ្នកអាចសម្របខ្លួនបានលឿនជាងអ្នកផ្សេងទៀតអ្នកនឹងមិនបែរអស់ឱកាសឡើយ
ការគ្រប់គ្រងអារម្មណ៍ជំនាញទី4គឺជាអ្វីដែលមនុស្សភាគច្រើនយល់ច្រឡំទាំងស្រុងពួកគេគិតថាវាគួរឲ្យធន់ពួកគេគិតថាវាពិបាកហើយពួកគេគិតថាពួកគេអាចជៀសវាងវាជារៀងរហូតប៉ុន្តែការពិតគឺថាជំនាញនេះសម្រាប់ចិត្តដោយស្ងៀមស្ងាត់ថាអ្នកណានឹងក្លាយជាអ្នកមាននិងអ្នកណានៅតែរវល់ធ្វើពុតជាមានផលិតភាពជំនាញទី4គឺការគ្រប់គ្រងអារម្មណ៍របស់អ្នកជាពិសេសក្រោមសម្ពាធនៅឆ្នាំ2026ឱកាសនឹងមកដល់លឿនហើយបញ្ហានឹងមកដល់លឿនជាងមុនប្រសិនបើអារម្មណ៍របស់អ្នកគ្រប់គ្រងអ្នកនឹងធ្វើការសម្រេចចិត្តខុសនៅពេលដ៏អាក្រក់បំផុតប៉ុន្តែប្រសិនបើអ្នកគ្រប់គ្រងអារម្មណ៍របស់អ្នកអាចរក្សាភាពស្ងប់ស្ងាត់នៅពេលដែលអ្នកផ្សេងទៀតកំពុងភ័យស្លន់ស្លោហើយនោះផ្ដល់ឲ្យអ្នកនូវអត្ថប្រយោជន៍ដែលស្ទើរតែមានអារម្មណ៍ថាអយុត្តិធម៌សូមឲ្យខ្ញុំផ្ដល់ឧទាហរណ៍មួយមនុស្សពីរអ្នកវិនិយោគប្រាក់ម្នាក់ចាប់ផ្ដើមត្រួតពិនិត្យទីផ្សាររៀងរាល់5នាទីម្ដងដូចជាវាជា monitor ចង្វាក់បេះដូងនៅពេលវាធ្លាក់ចុះបន្តិចគាត់ភ័យស្លន់ស្លោលូកអ្វីៗគ្រប់គ្នាហើយធ្វើឲ្យប្រកាសថាគាត់ចាញ់មនុស្សទី2នៅតែស្ងប់ស្ងាត់មិនអើពើនឹងសម្លេងរំខានរងចាំពេលវេលាត្រឹមត្រូវហើយរកប្រាក់ចំណេញការវិនិយោគដូចគ្នាអារម្មណ៍ខុសគ្នាលទ្ធផលខុសគ្នាទាំងស្រុងសូមក្រឡេកមើលអត្តពលិកដ៏អស្ចារ្យបំផុតមិនមែនជាអ្នកខ្លាំងបំផុតនោះទេពួកគេជាអ្នកដែលនៅស្ងៀមស្ងាត់នៅពេលដែលមនុស្សរាប់លានអ្នកកំពុងមើលស្ថិរភាពផ្លូវចិត្តនោះគឺជាជំនាញមិនមែនជាអំណោយនោះទេក្នុងអំឡុងពេលមានវិបត្តិក្រុមហ៊ុនភាគច្រើនបង្កកឬធ្វើការសម្រេចចិត្តយ៉ាងប្រញាប់ប្រញាល់ទន្ទឹមនឹងនេះក្រុមហ៊ុនដែលស្ងប់ស្ងាត់ធ្វើចលនាជាយុទ្ធសាស្ត្រដែលផ្លាស់ប្ដូរអនាគតរបស់ពួកគេទាំងមូលនៅពេលដែលពិភពលោកមានការភ័យស្លន់ស្លោក្នុងអំឡុងពេលមានការផ្លាស់ប្ដូរដ៏ធំជាសកលក្រុមហ៊ុនដូចជា Zoom បានរីកចម្រើនយ៉ាងឆាប់រហ័សដោយសារតែពួកគេដឹងច្បាស់ពីអ្វីដែលពួកគេកំពុងធ្វើខណៈពេលដែលក្រុមហ៊ុនផ្សេងទៀតមានការភ័ន្តច្រឡំការគ្រប់គ្រងអារម្មណ៍ក៏ប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់អ្នកច្រើនជាងអ្វីដែលអ្នកគិតទៅទៀតមាននរណាម្នាក់បដិសេធអ្នកឈប់ពីគម្រោងរបស់អ្នកមិត្តភក្តិម្នាក់ចំអកអ្នកបាត់បង់ការលើកទឹកចិត្តនៅថ្លៃអាក្រក់មួយអ្នកបោះបង់ចោលរយៈពេល1សប្តាហ៍រត់ធ្លេងរំជួលចិត្តនេះគឺជាមូលហេតុដែលមនុស្សមានទេពកោសល្យជាច្រើនមិនដែលទទួលបានជោគជ័យមិនមែនដោយសារតែពួកគេខ្វះជំនាញនោះទេប៉ុន្តែដោយសារតែពួកគេខ្វះស្ថិរភាពសូមឲ្យខ្ញុំប្រាប់អ្នកពីរឿងតូចមួយសហគ្រិនវ័យក្មេងម្នាក់ឆ្លប់មានកិច្ចប្រជុំវិនិយោគទិនដ៏ធំមួយមុនពេលកិច្ចប្រជុំកុំព្យូទ័រយួរដៃរបស់គាត់គាំងស្លាយរបស់គាត់បាត់ហើយសូម្បីតែអាវរបស់គាត់ក៏ប្រឡាក់កាហ្វេដែរមនុស្សភាគច្រើនប្រកាសជាផ្ទុះគាត់មិនបានផ្ទុះទេគាត់បានចូលទៅក្នុងកិច្ចប្រជុំញញឹមហើយនិយាយថាបទបណ្ដាយរបស់ខ្ញុំបានស្លាប់ប៉ុន្តែគំនិតរបស់ខ្ញុំនៅតែមានជីវិតសូមឲ្យខ្ញុំពន្យល់វាដល់អ្នកទាយមើលគាត់ទទួលបានការវិនិយោគមិនមែនដោយសារតែភាពស្ងប់ស្ងាត់របស់គាត់ទេដោយសារតែភាពស្ងប់ស្ងាត់របស់គាត់មនុស្សទុកចិត្តលើមនុស្សស្ងប់ស្ងាត់ក្រុមការងារដើរតាមអ្នកដឹកនាំដែលស្ងប់ស្ងាត់អតិថិជនពេញផ្ហែកលើសេវាកម្មដែលស្ងប់ស្ងាត់ពិភពលោកតែងតែផ្ដល់រង្វាន់ទៅលើវិន័យអារម្មណ៍ព្រោះវាកម្រណាស់ចកបន្ទាប់ពីស្ដាប់អ្វីអ្នកបានឮតើអ្នកមានអារម្មណ៍យ៉ាងណាដែរតើអ្នកខ្លាយទៅជាមនុស្សដែលគ្រប់គ្រងអារម្មណ៍របស់អ្នកបានយ៉ាងណាចាប់ផ្ដើមពីរឿងតូចសិននៅពេលដែលមានអ្វីមួយខុសប្រក្រតីសូមផាសមុនពេលមានប្រតិកម្មនៅពេលអ្នកមានអារម្មណ៍ថាខឹងកុំនិយាយសិននៅពេលអ្នកមានអារម្មណ៍ថាតានតឹងសូមដកដង្ហើមជាមុនសិនអ្នកហ្វឹកហាត់ការគ្រប់គ្រងអារម្មណ៍ដូចអ្នកហ្វឹកហាត់ឲ្យឡើងសាច់ដុំដូចគ្នាធ្វើម្ដងទៀតសកម្មភាព radical ឥឡូវនេះយើងឈានដល់ជំនាញចុងក្រោយហើយជំនាញមួយនេះគឺជាជំនាញដ៏គ្រោះថ្នាក់បំផុតនៅក្នុងពិភពលោកគ្រោះថ្នាក់ព្រមនៅពេលដែលអ្នកធ្វើជាម្ចាស់វាហើយគ្មាននរណាម្នាក់អាចបញ្ឈប់អ្នកបានឡើយជំនាញនេះអាចប្រែក្លាយមនុស្សធម្មតាម្នាក់ទៅជាកម្លាំងដែលមានអារម្មណ៍ថាមិនអាចបញ្ឈប់បានជំនាញទី5គឺសមត្ថភាពក្នុងការចាត់វិធានការដែលមិនរងចាំលក្ខខណ្ឌល្អឥតខ្ទោះមនុស្សភាគច្រើនបរាជ័យមិនមែនដោយសារតែពួកគេខ្វះទេពកោសល្យនោះទេប៉ុន្តែដោយសារតែពួកគេពន្យាពេលរាល់ក្តីសុបិនដែលពួកគេមានពួកគេរងចាំពេលវេលាត្រឹមត្រូវអារម្មណ៍ត្រឹមត្រូវបរិមាណទំនុកចិត្តត្រឹមត្រូវចំនួនទឹកប្រាក់ត្រឹមត្រូវអាកាសធាតុត្រឹមត្រូវការតម្រឹមត្រឹមត្រូវនៃភពហើយនៅពេលដែលអ្វីៗគ្រប់យ៉ាងត្រឹមត្រូវ10ឆ្នាំបានកន្លងផុតទៅហើយពួកគេនៅតែឈរនៅបន្ទាត់ចាប់ផ្ដើមភាពជោគជ័យទៅរកមនុស្សដែលផ្លាស់ប្ទីមិនមែនមនុស្សដែលមានផែនការជារៀងរហូតនោះទេសូមក្រឡេកមើលរឿងរ៉ាវជោគជ័យដ៏ធំបំផុតមួយចំនួនក្រុមហ៊ុនភាគច្រើនមិនបានចាប់ផ្ដើមនៅពេលដែលអ្វីៗរួចរាល់នោះទេពួកគេបានចាប់ផ្ដើមនៅពេលដែលអ្វីៗមានភាពរញ៉េរញ៉ៃ Amazon បានចាប់ផ្ដើមនៅក្នុងយានដ្ឋានមួយ Instagram បានចាប់ផ្ដើមជាកម្មវិធីពិនិត្យចូលតូចមួយដែលមិនដំណើរការត្រឹមត្រូវផង
សូម្បីតែភោជនីយដ្ឋានធំៗមួយចំនួននាពេលបច្ចុប្បន្ននេះក៏បានចាប់ផ្ដើមជាមួយនឹងចង្ក្រានដែលខ្ចីនិងកៅអីផ្លាស្ទិកថោកៗគ្មានអ្វីល្អឥតខ្ទាស់ទេប៉ុន្តែសកម្មភាពបានបង្កើតការកែលម្អហើយការកែលម្អបានបង្កើតភាពជោគជ័យឧទាហរណ៍មួយដែលខ្ញុំចូលចិត្តជាងគេគឺអ្នកបង្កើត Spanx គឺ Sarah Blakely នាងមិនមានបទពិសោធន៍ក្នុងវិស័យម៉ូដទេគ្មានអ្នកវិនិយោគគ្មានក្រុមគ្មានការិយាល័យទំនើបនោះទេនាងគ្រាន់តែមានគំនិតនិងភាពក្លាហានដើម្បីចាប់ផ្ដើមនាងមិនបានរងចាំរៀនអ្វីៗគ្រប់យ៉ាងទេនាងមិនបានរងចាំការអនុញ្ញាតទេនាងបានចាត់វិធានការខណៈពេលកំពុងរៀនហើយបានក្លាយជាមហាសេដ្ឋីប៉ុន្តែនេះជារឿងគួរឲ្យអស់សំណោចមនុស្សភាគច្រើនមិនបរាជ័យទេពួកគេមិនដែលចាប់ផ្ដើមឡើយពួកគេនិយាយរឿងដូចជាខ្ញុំនឹងចាប់ផ្ដើមថ្ងៃស្អែកសប្តាហ៍ក្រោយឬពាក្យបុរាណនៅពេលដែលខ្ញុំមានអារម្មណ៍ថាមានការលើកទឹកចិត្តប៉ុន្តែការលើកទឹកចិត្តគឺដូចជា Wi-Fi ពេលខ្លះវាដំណើរការពេលខ្លះវាមិនដំណើរការហើយពេលខ្លះវាបាត់ទៅវិញនៅពេលដែលអ្នកពិតជាត្រូវការវាសកម្មភាពបង្កើតការលើកទឹកចិត្តមិនមែនផ្ទុយមកវិញទេខ្ញុំធ្លាប់បានជួបបរិវ័យក្មេងម្នាក់ដែលបានប្រាប់ខ្ញុំថាលោកខ្ញុំនឹងចាប់ផ្ដើមអាជីវកម្មរបស់ខ្ញុំនៅពេលដែលខ្ញុំមានទំនុកចិត្តខ្ញុំបានប្រាប់គាត់ថាទំនុកចិត្តមិនមកមុនសកម្មភាពទេវាមកបន្ទាប់ពីសកម្មភាពអ្នកមិនខ្លាចជាមានទំនុកចិត្តមុនពេលចាប់ផ្ដើមទេអ្នកខ្លាចជាមានទំនុកចិត្តដោយសារតែអ្នកបានចាប់ផ្ដើមចង់ដឹងអាខំបាំងទេគ្មាននរណាម្នាក់មានអារម្មណ៍ថាត្រៀមខ្លួនរួចរាល់ទេសូម្បីតែមនុស្សធំៗដែលអ្នកកោតសរសើរក៏ដូចគ្នាដែរពួកគេគ្រាន់តែធ្វើចលនាប៉ុណ្ណោះនេះជាមូលហេតុដែលសកម្មភាពគឺជាជំនាញចុងក្រោយខណៈពេលដែលអ្នកដតីកំពុងរៀបចំអ្នកកំពុងរីកចម្រើនខណៈពេលដែលអ្នកដតីកំពុងគិតអ្នកកំពុងកសាងខណៈពេលដែលអ្នកដតីកំពុងរងចាំអ្នកកំពុងរីកចម្រើននៅពេលឆ្នាំ2026គម្លាតរវាងអ្នកសុបិននិងអ្នកធ្វើនឹងកាន់តែតូចទូលាយហើយផ្នែកដែលឈួតជាងគេនោះគឺអ្នកធ្វើមិនតែងតែឆ្លាតជាងពួកគេទេពួកគេគ្រាន់តែក្លាហានជាងអ្នក5នាទីទៀតសកម្មភាពឈ្នះទេពកោសល្យសកម្មភាពឈ្នះការភ័យខ្លាចសកម្មភាពឈ្នះភាពល្អឥតខ្ទាស់រាល់ពេលហើយនៅពេលដែលអ្នកបញ្ចូលគ្នារវាងជំនាញទាំងអស់ដែលយើងបាននិយាយមើលឃើញអ្វីដែលអ្នកដតីអាយនិយាយស្ដីគ្នាឲ្យបានល្អអនុវត្តបានរឿសគ្រប់គ្រងអារម្មណ៍របស់អ្នកនឹងក្លាយទៅជាមនុស្សដែលមិនត្រឹមតែរស់សម្រត់នៅអនាគតនោះទេអ្នកក៏បង្កើតវាផងដែរឥឡូវនេះអ្នកមានជំនាញពេញលេញអំណាចមនុស្ស5យ៉ាងដែលម៉ាស៊ីនមិនអាចជំនួសបានជំនាញ5យ៉ាងដែលអាចបង្កើតទ្រព្យសម្បត្តិទំនុកចិត្តឱកាសនិងជីវិតដែលមានតម្លៃរស់នៅហើយចងចាំថាអនាគតមិនកំពុងរងចាំអ្នកទេប៉ុន្តែវាពិតជានឹងផ្ដល់រង្វាន់អ្នកឲ្យប្រសិនបើអ្នកផ្លាស់ប្ដូរសូមអរគុណសម្រាប់ការស្ដាប់ហើយកុំភ្លេចចុច like និង subscribe សូម comment មតិរបស់អ្នកត្រង់នេះបើចង់ឲ្យខ្ញុំរកថែមទៀតលើប្រធានបទនេះសូមអរគុណ